ថ្ងៃនេះគឺថតបានតែប៉ុណ្្នឹងឯងបងប្អូនចាហើយសម្រាប់វីដេអូនេះដែរគឺដោយសារតែមួយបងខ្ញុំគាត់កំងទុកមុនគាត់ខលមកកំងទុកមុនគាត់កំងជាមួយនឹងបើក្លុកហើយនឹងជាមួយនឹងផាសិនដោះគោដល់តែពេលអញ្ចឹងហើយបាននាងខ្ញុំបានថតវីដេអូជូនបងបងទាំងអស់គ្នាមើលហ្នឹងប៉ុន្តែភាគច្រើនមកមើលបងខ្ញុំដល់ពេលដែលគាត់មកដល់ភ្លាមគឺគាត់កំង5 10កែវអីអញ្ចឹងគឺនាងខ្ញុំអត់បានកាន់កាមេរ៉ាថតភ្លាមទេដោយសារតែខ្ញុំបញ្ញាប់ដើម្បីធ្វើឲ្យមកបងខ្ញុំគាត់កុំឲ្យគាត់រងចាំយើងយូរដូច្នេះហើយគឺនាងខ្ញុំអានេះដោយសារតែភ្ញៀវរបស់ខ្ញុំគាត់តែកំងមុនទេទើបបានថតតែបងចាហើយសម្រាប់មួយដែលមកដល់ទីតាំងផ្ទាល់វិញគឺមកដល់កំងភ្លាមធ្វើជូនភ្លាមមិនឲ្យរងចាំយូរទេចាអញ្ចឹងសម្រាប់បងដែលគាត់ចង់ញ៉ាំជាមួយនឹងបើក្លុកឬក៏ភេសជ្ជៈផ្សេងនៅកន្លែងខ្ញុំផ្ទាល់អ្នកទាំងអស់គ្នាអាចមកដល់ទីតាំងផ្ទាល់បានសម្រាប់ទីតាំងគឺនៅជិតកែសទេផ្លូវទៅប្រាសាទកោះកេរសម្រាប់ផាសិនដោះគោនេះគឺជាផាសិនទៅដោះគោស្រស់សម្រាប់ផាសិនគឺអ្នកខ្ញុំប្រើជាមួយនឹងផ្លែផាសិនស្រស់អត់ប្រើជាមួយនឹងទឹកដបទឹកសៃរ៉ាប់លាយឬក៏បន្ថែមជាមួយនឹងទឹកក្តៅអីថែមអីទៀតអត់ទេណាបងប្អូនចាគឺសុទ្ធតែទឹកដោះគោស្រស់ជាមួយនឹងទឹកផាសិនហ្នឹងទេគឺអត់មានលាយអីទាំងអស់ណាហើយសម្រាប់បើក្លុកលបាយខាប់ល្អដោយអ្នកទាំងអស់គ្នាបានឃើញគឺប្រើជាមួយនឹងផ្លែបឺច្រើនអញ្ចឹងបងចង់ញ៉ាំអីអាចមកដល់ទីតាំងផ្ទាល់បានឬក៏បងអាចខលមកកក់មុនអីបានបងណាពេលដែលបងធ្វើដំណើរមកដល់ហើយបងយកទៅហ្មងអត់ចាំបាច់រងចាំយូរទេសម្រាប់បងដែលគាត់ចង់កំងអាចកំងបាននេះខ្ញុំនឹងដាក់លេខទូរស័ព្ទនៅខាងលើ